មិនគួរឲ្យជឿ EV ចិនធ្វើបានយ៉ាងនេះភាពធន់និងភាពអាចជឿជាក់បានគឺជាសំណួរចោទសួរដ៏ធំមួយសម្រាប់អ្នកទិញភាគច្រើនប៉ុន្តែបច្ចុប្បន្នភស្តុតាងជាក់ស្ដែងគឺរថយន្តអគ្គិសនីជំនាន់ថ្មីរបស់ចិនមិនដូចដំបូងទេគឺមានលក្ខណៈខុសប្លែកស្រឡះពីមុនដោយសារពួកវាត្រូវបានយកទៅប្រៀបធៀបនិងគុំប្រជែងជាមួយរថយន្តកូរ៉េនិងអឺរ៉ុបហើយបើពិនិត្យលើទិដ្ឋភាពជាច្រើនគឺវាមានសមត្ថភាពអាចប្រជែងគ្នាបានយ៉ាងប្រកៀកប្រកាត់តែម្ដងសញ្ញាណដែលបង្ហាញឲ្យឃើញច្បាស់បំផុតគឺការផ្ដល់ជូនលើសេវាកម្មធានា warranty ក្រុមហ៊ុនផលិតរថយន្តនឹងមិនហ៊ានចេញមុខធានារយៈពេលវែងលើរថយន្តដែលពួកគេដឹងមុនថាអាចនឹងងាយខូចនោះឡើយចំណែកឯភាពធន់និងអាយុកាលរបស់អាគុយវិញអាចនិយាយបានថាវិស្វកម្មរបស់ប្រទេសចិនកំពុងតែនាំមុខគេជាក់ស្ដែងអាគុយប្រភេទ Blade Battery របស់ក្រុមហ៊ុន BYD ប្រើប្រាស់នូវសារធាតុលីទៀមដែកហ្វូស្ហ្វាត LFP ដែលវាមានការថយចុះបានយឺតជាងអាគុយលីទៀមអ៊ីយ៉ុងលីទៀមអ៊ីអុនធម្មតាហើយវាត្រូវបានគេរំពឹងទុកថាមានអាយុកាលរត់បានចម្ងាយឆ្ងាយហួសពី2សែនម៉ាイលឬប្រហែលជាង320,000 គីឡូម៉ែត្រទៅទៀតដោយសារភាពធន់នៃអាគុយគឺជាកត្តាដ៏ធំបំផុតតែមួយគត់ទៅលើតម្លៃរបស់រថយន្ត EV ជជុះដូច្នេះភាពធន់មាំនៃប្រព័ន្ធអាគុយនេះនឹងជួយឲ្យតម្លៃនៃរថយន្តដែលប្រើប្រាស់រួចនៅតែរក្សាបានខ្ពស់សុវត្ថិភាពខ្ពស់មិនចាញ់រថយន្តអឺរ៉ុបទទួលបានចំណាត់ថ្នាក់ផ្កាយ5ពីស្ថាប័ន Euro NCAP ដល់រថយន្ត MG4 EV, BYD Seal, BYD Dolphin និង Xpeng G6 រថយន្ត BYD Seal ទទួលបានពិន្ទុរហូតដល់ 89% សម្រាប់ការការពារអ្នកដំណើរជាមនុស្សធំនិង 87% សម្រាប់ការការពារអ្នកដំណើរជាកុមារដែលលទ្ធផលនេះគឺអាចប្រជែងបានយ៉ាងពេញទំហឹងជាមួយរថយន្តសេដានម៉ាកល្បីៗរបស់អឺរ៉ុបដូច្នេះយើងអាចដាក់សំណួរសួរថាតើយើងអាចទុកចាត់ឡាន EV របស់ចិនបានកម្រិតណា